ជំរាបសួរលោកគ្រូអ្នកគ្រូបាទក្នុងវីដេអូនេះដែរខ្ញុំនឹងបង្ហាញពីរបៀបធ្វើការផ្ទេរការសិក្សាសិស្សបាទអញ្ចឹងដំបូងដើម្បីធ្វើការផ្ទេរសិក្សាសិស្សយើងត្រូវដឹងថាសិស្សនោះមានអត្តលេខ SCF ប៉ុន្មានអញ្ចឹងដើម្បីដឹងអត្តលេខសិស្សលោកគ្រូអ្នកគ្រូអាចចូលទៅសិស្សបន្ទាប់មកឆ្នាំសិក្សាថ្មីថ្នាក់ទីប៉ុន្មានឧទាហរណ៍ថ្នាក់ទី1បាទកចុចស្វែងរកចុះឧទាហរណ៍ខ្ញុំចង់ផ្ទេរការសិក្សាសិស្សកៅសុភ័ក្របាទអញ្ចឹងខ្ញុំត្រូវទៅ copy លេខកូដគាត់ copy បន្ទាប់មកយើងទៅការផ្ទេរការសិក្សាអញ្ចឹងយើងជ្រើសឆ្នាំសិក្សាថ្មីបន្ទាប់មកយើងធ្វើការផ្ទេរអញ្ចឹងផ្ទេរមានផ្ទេរចេញផ្ទេរចូលអញ្ចឹងខ្ញុំបង្ហាញពីការផ្ទេរចេញអញ្ចឹងខ្ញុំចូលផ្ទេរថ្មីបន្ទាប់មកយើង paste លេខកូដសិស្សឬក៏វាយលេខកូដសិស្សបន្ទាប់មកកន្លែងបញ្ជាក់លេខកូដសូមមកធ្វើការវាយបាទអញ្ចឹងយើងចុចបន្ទាប់អញ្ចឹងបើសិនណាលេខកូដត្រឹមត្រូវគឺនឹងចេញឈ្មោះសិស្សហ្នឹងបាទអញ្ចឹងចំពោះហេតុផលត្រូវតែដាក់អញ្ចឹងបដូរទីលំនៅទីផ្លាស់បដូរទីលំនៅរាជធានីខេត្តអញ្ចឹងក្នុងករណីខេត្តសៀមរាបផ្ទេរទៅក្រុងសៀមរាបបាទគ្រោះបាទបឋមសិក្សាគ្រោះបាទអញ្ចឹងប្រព័ន្ធនឹងធ្វើការផ្ទេរសិស្សនោះអូតូម៉ាទិកកំណត់ថ្នាក់អូតូម៉ាទិកគឺថ្នាក់ទី1ក៏ផ្ទេរចេញពីថ្នាក់ទី1ទៅថ្នាក់ទី1បាទបន្ទាប់មកលោកគ្រូចុចរក្សាទុកបាទអញ្ចឹងនោះនឹងផ្ទេរបានជោគជ័យអញ្ចឹងយើងអាចមើលថាតើសិស្សនឹងបានទៅដល់សាលានឹងនៅហើយគាត់ស្ថិតនៅក្នុងដំណាក់កាលរងចាំចូលថ្នាក់ដែរឬអត់អញ្ចឹងយើងមកកន្លែងផ្ទេរការសិក្សាដដែលអញ្ចឹងយើងយកឆ្នាំសិក្សាអញ្ចឹងយើងត្រួតពិនិត្យសិស្សនឹងផ្ទេរចេញបាទអញ្ចឹងថ្នាក់រៀនយកថ្នាក់ទី1បាទទៅចុចស្វែងរកបាទចំពោះកន្លែងនេះមិញកៅសុភ័ក្រនេះភេទស្រីនេះគឺស្ថានភាពកំពុងរងចាំអញ្ចឹងដោយសារតែបឋមសិក្សាគ្រោះគឺអត់ទាន់បានធ្វើការអនុម័តឲ្យគាត់ទេបានគាត់កំពុងតែ pending បាទអញ្ចឹងខ្ញុំនឹងចូលទៅបឋមសិក្សាគ្រោះដើម្បីទទួលសិស្សនឹងវិញបាទឥឡូវនេះខ្ញុំមកចូលសាលាដែលត្រូវបានទទួលសិស្សបាទអញ្ចឹងចំពោះសាលាគ្រោះដែលយើងផ្ទេរចូលមិញអញ្ចឹងនាយកសាលាគ្រោះត្រូវតែទទួលសិស្សនឹងព្រោះសិស្សផ្ទេរចូលបាទអញ្ចឹងដើម្បីទទួលសិស្សលោកគ្រូត្រូវចូលទៅការផ្ទេរសិក្សាដូចគ្នាបាទតមកជ្រើសឆ្នាំសិក្សាតមកជឿចូលគ្រូអាចជ្រើសរើសទាំងអស់ឬក៏កម្រិតថ្នាក់បាទអញ្ចឹងចុចស្វែងរកនោះលោកគ្រូនឹងឃើញកៅសុភ័ក្របាទភេទស្រីថ្ងៃខែឆ្នាំកំណើតការបច្ឆេទស្ថានភាពកំពុងរកចាំអញ្ចឹងសាលាដែលទទួលសិស្សត្រូវតែពិនិត្យឡើងវិញដើម្បីដាក់សិស្សនឹងចូលក្នុងថ្នាក់អញ្ចឹងខ្ញុំចុចពិនិត្យឡើងវិញតមកទៀតខ្ញុំជ្រើសថ្នាក់គឺខ្ញុំដាក់ថ្នាក់ទី1កអញ្ចឹងខ្ញុំចុចអនុម័តបាទអញ្ចឹងសិស្សនោះកៅសុភ័ក្រស្ថានភាពរួចរាល់បឋមសិក្សាមកពីបឋមសិក្សាគ្រោះទៅបឋមសិក្សាសស្ដំទៅសាលាគ្រោះឥឡូវបានដាក់ចូលថ្នាក់ទី1កអញ្ចឹងយើងអាចទៅមើលនៅក្នុងថ្នាក់រៀនបាទសាលាគ្រោះយើងចុចលើសិស្សនោះយើងនឹងឃើញថ្នាក់ទី1កបាទអញ្ចឹងឈ្មោះកៅសុភ័ក្រដែលយើងទទួលមកហ្នឹងគឺគាត់ស្ថិតនៅក្នុងសាលាបឋមសិក្សាគ្រោះនៅក្នុងថ្នាក់ទី1កបាទហើយចំពោះអត្តលេខគឺរក្សាដដែលបាទចំពោះវីដេអូពីការផ្ទេរការសិក្សាគឺសូមចប់តែប៉ុណ្ណេះសូមអរគុណដែលលោកគ្រូអ្នកគ្រូទស្សនាពីដើមរហូតដល់ចប់សូមអរគុណ